ស្ថានភាពបញ្ហាយោធាកម្ពុជាថៃបានរីករាលដាលទៅដល់ជំនួញពាណិជ្ជកម្មរវាងប្រទេសទាំងពីរសូមបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe នៅ Channel YouTube របស់ខ្ញុំម្នាក់មួយដើម្បីទទួលបាននៅដំណឹងក៏ដូចជាចំណេះដឹងថ្មីៗដែលទាក់ទងជាមួយនឹងសង្គមកម្ពុជាក៏ដូចជាពិភពលោកតែម្ដងបាទសូមគោរពជម្រាបសួរបងប្អូនទាំងអស់គ្នាជួបខ្ញុំប្រធានម្ដងទៀតហើយនៅក្នុងថ្ងៃនេះផងដែរខ្ញុំសូមនាំអារម្មណ៍បងប្អូនទាំងអស់គ្នាឲ្យបានដឹងអំពីព្រឹត្តិការណ៍ថ្មីៗនៅក្នុងប្រទេសយើងក៏ដូចជានៅក្នុងប្រទេសថៃតែម្ដងនៅក្នុងថ្ងៃនេះដោយដែលបងប្អូនទាំងអស់គ្នាបានដឹងហើយថាស្ថានភាពក៏ដូចជាស្ថានភាពរបស់កម្ពុជាថៃមួយរយៈពេលចុងក្រោយនេះគឺវាមិនមានភាពល្អប្រសើរនោះទេបើទោះបីជាមានការចរចាចាប់តាំងពីមន្ត្រីថ្នាក់ក្រោមរហូតដល់មន្ត្រីជាន់ខ្ពស់យ៉ាងណាក្តីក៏យើងពុំទាន់មើលឃើញអំពីចំណុចជាវិជ្ជមានដ៏ល្អឬក៏ជាចំណុចដ៏គួរឲ្យកត់សម្គាល់មួយនោះទេដោយដែលបងប្អូនទាំងអស់គ្នាបានដឹងហើយថាបញ្ហាយោធាថៃជាមួយនឹងយោធាកម្ពុជាគឺកំពុងតែរីករាលដាលពីតំបន់មួយទៅតំបន់មួយពីវិស័យមួយទៅវិស័យមួយក៏ដោយសារតែពួកក្រុមជ្រុលនិយមរបស់ប្រទេសថៃមួយចំនួនបានអុកឡុកទៅដល់រាជរដ្ឋាភិបាលដើម្បីធ្វើការដាក់គំនាបមកលើកម្ពុជាជាដើមដូចជាការបិទព្រំដែនដោយឯកតោភាគីទៅទល់ជាមួយនឹងការស្នើឲ្យរាជរដ្ឋាភិបាលរបស់ខ្លួនបិទនៅក្នុងការផ្គត់ផ្គង់ប្រព័ន្ធអ៊ីនធឺណិតហើយនឹងអគ្គិសនីមកលើប្រទេសកម្ពុជាតែម្ដងដោយមានការគ្រប់គ្រងអំពីសំណាក់ពួកមន្ត្រីយោធាផងដែរពួកក្រុមជ្រុលនិយមថៃតែងតែធ្វើនៅបញ្ហាមិនល្អឬក៏តែងតែកោដល់រាជរដ្ឋាភិបាលរបស់ខ្លួនដែលធ្វើឲ្យរាជរដ្ឋាភិបាលពិបាកនៅក្នុងការធ្វើការក៏ដូចជាពិបាកនៅក្នុងការសម្រេចចិត្តរបស់ខ្លួនតែម្ដងដែលតាក់ទងជាមួយនឹងបញ្ហាចំនួនរវាងកម្ពុជាថៃដោយខ្លួនមិនហ៊ានទៅតទល់ជាមួយនឹងកម្ពុជានៅឯតុលាការ ICJ ហើយតែងតែធ្វើអ្វីមួយដោយឯកតោភាគីរបស់ខ្លួនឯងតែម្ដងនៅក្នុងយប់ថ្ងៃទី12ខែមិថុនានេះតែម្ដងគឺសម្ដេចបវរធិបតីហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីនៅក្នុងព្រះរាជាណាចក្រកម្ពុជាសម្ដេចបានបង្ហោះសារនៅតាមបណ្ដាញប្រព័ន្ធ Facebook របស់សម្ដេចថាដើម្បីកុំឲ្យមានភាពយល់ច្រឡំឬក៏ដើម្បីកុំឲ្យរាជរដ្ឋាភិបាលរបស់ប្រទេសថៃឈឺក្បាលនៅក្នុងការសម្រេចចិត្តថាតើផ្ដាច់ប្រព័ន្ធអគ្គិសនីឬក៏ប្រព័ន្ធអ៊ីនធឺណិតមកលើកម្ពុជាឬក៏យ៉ាងណាសម្ដេចបានបញ្ជាក់ថាកុំឲ្យរាជរដ្ឋាភិបាលប្រទេសថៃមានភាពឈឺក្បាលអញ្ចឹងកម្ពុជាសម្រេចចិត្តឈប់ប្រើប្រាស់នៅបណ្ដាញប្រព័ន្ធអ៊ីនធឺណិតរបស់ប្រទេសថៃចាប់ពីយប់ថ្ងៃទី12ម៉ោង12ខែមិថុនានេះទៅតែម្ដងគឺរាល់ប្រតិបត្តិការក្រុមហ៊ុនអ្នកដែលផ្គត់ផ្គង់ប្រព័ន្ធអ៊ីនធឺណិតដែលទិញអ៊ីនធឺណិតយកមកពីប្រទេសថៃនឹងបញ្ឈប់ការទិញនៅប្រព័ន្ធអ៊ីនធឺណិតមកពីប្រទេសថៃដោយសារតែប្រទេសកម្ពុជាបច្ចុប្បន្នគឺមានប្រព័ន្ធអ៊ីនធឺណិតប្រើប្រាស់នៅក្នុងស្រុកខ្លួនឯងគ្រប់គ្រាន់ដោយមិនចាំបាច់នៅក្នុងការទិញប្រព័ន្ធអ៊ីនធឺណិតមកពីប្រទេសថៃនោះទៀតទេដោយឡែកតទៅជាមួយនឹងបញ្ហាអគ្គិសនីទៀតផងដែរសម្ដេចក៏បានលើកឡើងផងដែរថានៅក្នុងប្រជាជាតិកម្ពុជាក៏មានប្រព័ន្ធធម្មពលអគ្គិសនីប្រើប្រាស់ដោយខ្លួនឯងផងដែរមិនចាំបាច់ទិញមកពីសំណាក់ប្រទេសថៃផងនោះទេទាំងអស់នេះគឺជាការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនៅក្នុងថ្ងៃទី12ខែមិថុនានេះតែម្ដងហើយសម្ដេចក៏បានណែនាំឲ្យក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀតឲ្យមើលពីស្ថានភាពប្រសិនបើថៃក៏ដាក់ចេញនៅវិធានការផ្សេងទៀតដែលទាក់ទងជាមួយនឹងក្រសួងស្ថាប័នផ្សេងទៀតយើងនឹងចាត់វិធានការក៏ដូចជាឆ្លើយតបជាមួយនឹងពួកគេដើម្បីកុំឲ្យពួកគេធ្វើអ្វីដោយឯកតោភាគីខ្លួនឯងដូចដែលបងប្អូនទាំងអស់គ្នាបានដឹងហើយថាបន្ទាប់អំពីការបិទច្រកព្រំដែនដោយឯកតោភាគីរបស់ខ្លួននៅក្នុងស្រុកប្រទេសថៃតែម្ដងចាត់ស្ដែងក្រុមអាជីវករដែលធ្វើការរកស៊ីជាមួយនឹងកម្ពុជានៅជាប់ព្រំដែនអាជីវករថៃជាច្រើនបាននាំគ្នាបដកម្មនឹងតវ៉ាឲ្យរាជរដ្ឋាភិបាលបើកច្រកព្រំដែនជាមួយនឹងកម្ពុជាឡើងវិញដើម្បីកុំឲ្យវាប៉ះពាល់ទៅដល់សេដ្ឋកិច្ចរបស់ពួកគាត់តែម្ដងដោយសារតែទីផ្សារដ៏ធំរបស់ប្រទេសថៃនៅតាមច្រកព្រំដែនគឺកម្ពុជានឹងតែម្ដងថ្មីនេះផងដែរគឺប្រធានសមាគមពាណិជ្ជកម្មរបស់ប្រទេសថៃក៏បានលើកឡើងផងដែរថាសូមកុំឲ្យមន្ត្រីយោធារបស់ប្រទេសថៃហ្នឹងបិទបើកច្រកព្រំដែនជាមួយកម្ពុជាអូសបន្លាយច្រើនពេកគឺត្រូវតែបើកឲ្យដូចមុនដដែលប្រសិនបើមិនអញ្ចឹងទេនោះបញ្ហាវិបត្តិពាណិជ្ជកម្មឬក៏វិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសថៃនឹងកាន់តែកើតឡើងបន្ថែមទៀតពីព្រោះថាកម្ពុជាគឺជាទីផ្សារដ៏ធំមួយផងដែររបស់ប្រជាជាតិថៃបន្ទាប់អំពីការបង្ហោះរបស់សម្ដេចនាយករដ្ឋមន្ត្រីក្នុងប្រជាជាតិកម្ពុជាមិនទាន់បានប៉ុន្មានផងគឺសម្ដេចប្រធានព្រឹទ្ធសភាគឺសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលជាប្រធានព្រឹទ្ធសភាក្នុងពេលបច្ចុប្បន្នសម្ដេចក៏បានបង្ហោះសាររបស់សម្ដេចនៅក្នុងប្រព័ន្ធ Facebook ផងដែរសម្ដេចក៏បានអំពាវនាវក៏ដូចជាបានផ្ដល់ជាយោបល់ដល់រាជរដ្ឋាភិបាលជាដើមដោយសម្ដេចបានលើកឡើងថារយៈនេះឃើញក្រុមជននិយមរបស់ប្រទេសថៃមួយចំនួនបានទាមទារឲ្យរាជរដ្ឋាភិបាលរបស់ខ្លួនផ្ដាច់ភ្លើងផ្ដាច់អគ្គិសនីក៏ដូចជាបិទច្រកព្រំដែនរបស់ខ្លួនជាមួយនឹងកម្ពុជាជាដើមសម្ដេចបានលើកឡើងថាផ្ដាច់ភ្លើងអីបើកម្ពុជាមានភ្លើងប្រើប្រាស់គ្រប់គ្រាន់ផ្ដាច់អ៊ីនធឺណិតអីបើអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជាក៏មានការប្រើប្រាស់គ្រប់គ្រាន់ផងដែរសម្ដេចបានលើកឡើងផងដែរថាកម្ពុជាតែងតែមិនចង់ឲ្យបញ្ហារីករាលដាលពីបញ្ហាយោធារីករាលដាលដល់វិស័យផ្សេងនោះទេក៏ប៉ុន្តែឥឡូវវារីករាលដាលបាត់ទៅហើយដូច្នេះហើយសម្ដេចក៏បានធ្វើក៏ដូចជាបានផ្ដល់មតិយោបល់ទៅដល់រាជរដ្ឋាភិបាលនៅក្នុងប្រជាជាតិកម្ពុជាឲ្យ
ធ្វើការសិក្សានៅក្នុងការបិទបញ្ចប់នៅការចាក់ផ្សាយរឿងភាគថៃនៅតាមបណ្ដាញប្រព័ន្ធសង្គមក៏ដូចជាតាមប្រព័ន្ធទូរទស្សន៍ជាដើមឲ្យឈប់ចាក់ផ្សាយនៅរឿងភាគរបស់ប្រទេសថៃហើយក៏សម្ដេចបានផ្ដល់ជាយោបល់ឲ្យរាជរដ្ឋាភិបាលសិក្សាមើលនៅក្នុងការនាំចូលទំនិញមកពីប្រទេសថៃចូលមកប្រទេសកម្ពុជាបើសិនជាអាចក៏គួរតែបញ្ឈប់នៅការយកទំនិញរបស់ប្រទេសថៃឬក៏កុំឲ្យទំនិញរបស់ប្រទេសថៃនាំចូលមកក្នុងប្រទេសកម្ពុជាតែម្ដងអ្វីដែលសម្ដេចបានឲ្យបញ្ឈប់ជាបន្ទាន់គឺការចាក់ផ្សាយនៅរឿងភាគថៃនៅក្នុងប្រជាជាតិកម្ពុជាតែម្ដងហើយសម្ដេចក៏បានលើកឡើងទៀតថាកម្ពុជាមិនគួរខ្លាចថៃនៅក្នុងការបញ្ជូនពលកររបស់ខ្លួនត្រឡប់មកស្រុកនោះទេកាលណាការបញ្ជូនពលករកម្ពុជាត្រឡប់មកស្រុកកម្ពុជាក៏ខាតថៃក៏ខាតដែរថៃខាតនៅក្នុងការខ្វះខាតនៅកម្លាំងពលករដើម្បីធ្វើការឲ្យម្ចាស់ក្រុមហ៊ុននៅក្នុងប្រទេសថៃនឹងតែម្ដងដោយដែលបងប្អូនទាំងអស់គ្នាបានដឹងហើយថាធម្មតាប្រទេសនៅជិតខាងក្បែរខាងជាមួយគ្នាគឺយើងតែងតែរឹតចំណងមិត្តភាពជាមួយគ្នាក៏ដូចជាមានការរកស៊ីជាមួយគ្នាទៅវិញទៅមកដូច្នោះហើយយើងកុំឲ្យធ្វើអ្វីមួយដោយឯកតោភាគីជាក់ស្ដែងដូចជាប្រទេសថៃអញ្ចឹងបន្ទាប់អំពីមានបញ្ហាជាមួយនឹងកម្ពុជាក៏បានបិទច្រកព្រំដែនដោយឯកតោភាគីរបស់ខ្លួនហើយក៏មានការកាត់បន្ថយនៅថ្ងៃស្នាក់នៅក្នុងប្រទេសរបស់ខ្លួនជាពិសេសនឹងឯងគឺក្នុងពេលថ្មីនឹងក្រមជ្រុលនិយមថៃក៏បានស្នើឲ្យរដ្ឋាភិបាលរបស់ខ្លួននឹងឯងចង់ផ្ដាច់ភ្លើងផ្ដាច់អ៊ីនធឺណិតមកលើកម្ពុជាទៀតជាក់ស្ដែងកម្ពុជាបានឆ្លើយតបដោយឈប់ប្រើប្រាស់នៅប្រព័ន្ធអ៊ីនធឺណិតរបស់ប្រទេសថៃតែម្ដងលុយធ្លាប់មានហើយបែរជាមិនចង់បានលុយវិញអញ្ចឹងវាពិតជាធ្វើឲ្យខាតបង់នៅសេដ្ឋកិច្ចជាច្រើនផងដែរនៅក្នុងសំណាក់ប្រទេសថៃបើទោះបីជាកម្ពុជារងនៅឥទ្ធិពលខ្លះៗទាក់ទងជាមួយនឹងបញ្ហាសេដ្ឋកិច្ចជាមួយនឹងប្រទេសថៃយ៉ាងណាក៏ដោយក៏ប៉ុន្តែរាល់ការបិទច្រកព្រំដែនឬក៏ការឈប់រកស៊ីជាមួយគ្នាទៅវិញទៅមកវាមិនមែនមានន័យថាខាតតែកម្ពុជាយើងទេសូម្បីតែប្រទេសថៃក៏ខាតដូចកម្ពុជាដែរហើយថៃក៏អាចនឹងខាតច្រើនជាងកម្ពុជាទៅទៀតអញ្ចឹងយើងនឹងរងចាំតាមដានមើលទៀតតើបញ្ហានៅក្នុងសង្គមប្រទេសថៃនឹងទៅជាយ៉ាងណាតើពួកប្រជាពលរដ្ឋជ្រុលនិយមរបស់ប្រទេសថៃមួយចំនួនដែលមានការគ្រប់គ្រងពីមន្ត្រីយោធានឹងក្រឡុករាជរដ្ឋាភិបាលរបស់ខ្លួននឹងទៅជាយ៉ាងណាតើស្ថានភាពរបស់ប្រទេសថៃនឹងទៅជាបែបម៉េចពាណិជ្ជកម្មរវាងកម្ពុជាថៃនឹងទៅជាយ៉ាងណានៅថ្ងៃខាងមុខទៀតយើងនឹងរងចាំតាមដានមើលបន្ថែមទៀតទាំងអស់គ្នាបាទសូមអរគុណ